ថ្ងៃនេះខ្ញុំមកស្លសម្លម្ជូរខ្ទិះពាំងត្រីអណ្ដែងហើយមានរសជាតិឆ្ងាញ់អ្នកដែលបានឃើញវីដេអូនេះអាចយកទៅធ្វើតាមបានហើយបើអ្នកទាំងអស់គ្នាដែលបានឃើញវីដេអូនេះមើលឃើញចំពេលម៉ោងបាយពេលថ្ងៃទៀតវាកាន់តែត្រូវទៀតហើយព្រោះខ្ញុំធ្វើវីដេអូនេះគឺម៉ោងបាយពេលថ្ងៃត្រង់ហើយបងប្អូនដែលបានមើលវីដេអូនេះជួយចែករំលែកឲ្យ Subscribe Channel YouTube របស់ខ្ញុំផងក៏ដូចជា Page របស់ខ្ញុំចាំខ្ញុំដាក់នៅលើហ្នឹងបងប្អូនអាចទៅមើលវិធីក្នុងការសម្លាប់ត្រីអណ្ដែងធ្វើត្រីអណ្ដែងរបៀបម៉េចដើម្បីយើងយកមកធ្វើម្ហូបកុំឲ្យឆ្អាបអាចទៅមើលនៅក្នុង Page របស់ខ្ញុំបានចាំខ្ញុំដាក់ឈ្មោះ Page របស់ខ្ញុំនៅលើវីដេអូហ្នឹងអញ្ចឹងបងប្អូនដែលបានមើលវីដេអូនេះហើយមានត្រីអណ្ដែងអាចសាកយកទៅធ្វើមុខម្ហូបមួយមុខនេះតាមបានហើយធានាថារសជាតិបាទធ្វើត្រូវគឺឆ្ងាញ់ខ្លាំងកុំឲ្យសាំចិត្តយូរទៅមើលពីរបៀបធ្វើនិងផ្សំគ្រឿងនៅមុខម្ហូបមួយមុខនេះជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងរៀបរាប់ខ្លះនៅដើមវីដេអូនេះតែម្ដងកុំឲ្យបងប្អូនសាំចិត្តមើលវីដេអូហើយបើបងប្អូនមិនច្បាស់បងប្អូនអាចមើលវីដេអូបន្តបានមើលតាមដំណើរនឹងនៅក្នុងវីដេអូនឹងបានហើយគ្រឿងផ្សំសម្រាប់សម្លខ្ទិះមួយមុខនេះមានដូចជាម្ទេសក្រហមយើងយកមកត្រាំទឹកហើយយើងច្រាំវាឲ្យម៉ត់ឬក៏មានម៉ាស៊ីនក្លុកយើងក្លុកវាម៉ត់ទៅហើយគ្រឿងបន្តទៀតមានដូចជាគល់ក្រៃម្ដេងស្លឹកក្រូចខ្ទឹមក្រហមខ្ទឹមសគ្រឿងទាំងអស់នេះយើងយកមកសម្រាប់រំលីងធ្វើជាគ្រឿងស្លសម្លមួយមុខនេះបន្ទាប់ពីយើងបានត្រៀមគ្រឿងរួចរាល់អស់ហើយយើងចាប់ផ្ដើមចាក់ខ្លាញ់រំលីងគ្រឿងនោះលេងគ្រឿងនោះឲ្យឡើងឈ្ងុយបងប្អូនគេថាឈ្ងុយហើយបងប្អូនចាំដាក់ម្ទេសក្រហមចូលរំលីងម្ទេសក្រហមនឹងមួយវគ្គទៀតរំលីងម្ទេសក្រហមនឹងហើយបានឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់ប្រហុកតាមបរិមាណដែលបងប្អូនធ្លាប់ធ្វើដាក់ប៉ុណ្ណាល្មមគិតថាប៉ុណ្ណាល្មមដាក់តាមបងប្អូនទៅរំលីងឲ្យបានឈ្ងុយប្រហុកបានឈ្ងុយហើយបន្ទាប់មកយើងដាក់ស្ករក្រហមខ្ញុំប្រើស្ករក្រហមគឺមួយវែកទូចនេះមួយវែកចម្លទូចហ្នឹងដាក់រំលីងឲ្យឡើងឈ្ងុយប្រហុកហើយបន្ទាប់មកយើងចាំដាក់ចាក់ខ្ទិះដូងចូលចាក់ខ្ទិះដូងចូលយើងកូរឲ្យវាឡើងខ្ទិះឈ្ងុយបងប្អូនលៃតាមហ្នឹងទៅបងប្អូនកូរបដាហិតបដាទៅហ្នឹងហើយឲ្យតែគិតថាខ្ទិះដូងវាឡើងឈ្ងុយហើយចាំយើងចាក់ត្រីយើងកូរចូលច្បល់ចូលតែម្ដងបន្ទាប់ពីយើងចាក់ត្រីចូលហើយយើងកូរមកត្រឡប់មកហើយចុងខ្ទិះដែលជាប់នៅបាតចានយើងហ្នឹងចាក់ទឹកកលែងមកយើងចាក់ចូលទៅដើម្បីកុំឲ្យវាខ្លោចឆ្នាំងខ្លោចគ្រឿងអីហ្នឹងហើយទឹកចុងខ្ទិះហ្នឹងអត់ចាក់យកច្រើនទេណាបងប្អូនហ្នឹងហើយយើងចាក់តាមយកមកតែល្មមចាក់ចូលទៅជាមួយនឹងសាច់ត្រីហ្នឹងទឹកប៉ែកទេហើយខ្ញុំណែនាំឲ្យបងប្អូនគ្រឿងទេសទាំងអស់ត្រូវបង់នៅពេលហ្នឹងតែម្ដងដើម្បីបង្កើនឲ្យរសជាតិវាកាន់តែឆ្ងាញ់វាបានជាតិទៅចូលក្នុងសាច់ត្រីតទៅពីយើងដាក់គ្រឿងទេសទាំងអស់នោះចូលរួចរាល់ហើយយើងកូរត្រឡប់មកល្មមគឺថាវាជ្រាបចូលសាច់ត្រីហើយយើងចាក់ទឹកចូលតែម្ដងតាមបរិមាណដែលបងប្អូនចង់ដាក់វាច្រើនរួចហើយយើងចាក់ត្រពាំងចូលរងាស់យកតែម្ដងអញ្ចឹងរបៀបធ្វើសម្លខ្ទិះត្រពាំងត្រីអណ្ដែងមុខនេះមានតែប៉ុណ្ណឹងបើបងប្អូនមិនច្បាស់អាចមើលនៅក្នុងវីដេអូនេះបានវីដេអូនេះពីខ្ញុំទៅជួបគ្នានៅវីដេអូក្រោយបាយបាយ